ស្វាគមន៍មកកាន់សាលាជំនាញវិជ្ជាជីវៈរបស់ប្រែថ្ងៃនេះខ្ញុំបរៀនបន្តនៅសន្ទនាកម្រិតដំបូងហើយ Unit 6មេរៀនទី6ដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំស្រង់ពាក្យនៅក្នុងមេរៀនទី6មកបរៀនអ្នកនាងណានៃ Study Words សិក្សាពាក្យអញ្ចឹងពាក្យនៅក្នុងមេរៀនទី6ទាំងអស់ខ្ញុំស្រង់បាន32ពាក្យពាក្យទី1 ask សួរពាក្យទី2 about អំពីពាក្យទី3 member សមាជិកពាក្យទី4 sit for fun អង្គុយលេងពាក្យទី5 anyway និយាយអញ្ចឹងពាក្យទី6 alone តែម្នាក់ឯងពាក្យទី7 these days សប្តាហ៍ថ្ងៃនេះពាក្យទី8 brother បងប្អូនប្រុសពាក្យទី9 sister បងប្អូនស្រីពាក្យទី10 youngest sister បងប្អូនស្រីពៅពាក្យទី11 first child កូនច្បងពាក្យទី12 docile girl នេះក្មេងស្រីស្លូតបូតពាក្យទី13 good hearted ចិត្តល្អពាក្យទី14 so ណាពាក្យទី15 parents ឪពុកម្ដាយពាក្យទី16 hot កាចពាក្យទី17 docile ស្លូតបូតពាក្យទី18 ខានចិត្តល្អពាក្យទី19 friendly រស់រាយរាក់ទាក់ពាក្យទី20 in particular ជាពិសេសពាក្យទី21 rescue ជួយសង្គ្រោះពាក្យទី22 people មនុស្សពាក្យទី23 daily ប្រចាំថ្ងៃពាក្យទី24 living consequence បញ្ហាជីវភាពពាក្យទី25 money នេះជាច្រើនពាក្យទី26 crony មិត្តភ័ក្តិពាក្យទី27 cute បទពីរណែណាអត្ថន័យទី1ស្អាតអត្ថន័យទី1ស្អាតអត្ថន័យទី2ប្រែថាគួរឲ្យស្រឡាញ់ពាក្យទី28 girlfriend មិត្តស្រីពាក្យទី29 marry រៀបការពាក្យទី30 nasty girl ស្រីឆ្នះពាក្យទី31 two បទពីរណែណាអត្ថន័យទី1បទថាដែរអត្ថន័យទី2ផងដែរពាក្យទី32 sometimes បទពីរណែអត្ថន័យទី1មានពេលខ្លះអត្ថន័យទី2ប្រែថាជួនកាលហ្នឹងហើយអ្នកនរគ្នាចុងក្រោយខ្ញុំជូនដំណឹងតាក់ទងទៅនឹងការលោកសភៅខ្ញុំមានលោកសភៅ formal word សភៅពាក្យប្រើផ្លូវការណាសភៅពាក្យកសែតហ្នឹងណាformal word សភៅ structure សភៅ expression សភៅ idiom សភៅ slang សភៅពាក្យបច្ចេកទេសសភៅជំងឺគ្រឿងម៉ាស៊ីនកសិកម្មសេដ្ឋកិច្ចពាណិជ្ជកម្មអីច្បាប់អីមានទាំងអស់នៅក្នុងហ្នឹងណាវេយ្យាករណ៍ part of speech វេយ្យាករណ៍ writing skill វេយ្យាករណ៍ TOEFL បកប្រែសំណេរបកប្រែផ្ទាល់មាត់បកប្រែប្រដាក់បកប្រែបដិញនិងសភៅសន្ទនាផ្សេងទៀតហ្នឹងហើយសិតតែខ្ញុំបកពីខ្មែរមកអង់គ្លេសរួចហើយអ្នកនរគ្នាចាប់អារម្មណ៍ចាក់តងសភៅទិញសភៅនឹងនៅប្រើការអាចតងតាម Telegram 093 553 191